កម្មវិធីនេះនឹងជួយអ្នកឲ្យហ្វឹកហាត់ដោយខ្លួនឯងនៅជំនាញផ្សេងជាច្រើនជំនាញទាំងនេះអាចជួយអ្នកឲ្យដោះស្រាយបានប្រសើរជាងមុនលើស្ថានភាពពិបាកនិងការតានតឹងចិត្តដែលតែងតែកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដំបូងអ្នកត្រូវធ្វើការវិតម្លៃជាមុនសិនតាមរយៈកម្មវិធីនេះអ្នកនឹងរៀនពីរបៀបធ្វើការវិតម្លៃលើខ្លួនឯងហើយអ្នកក៏នឹងឃើញពីសារៈប្រយោជន៍របស់វាចំពោះការរីកចម្រើនរបស់អ្នកក្នុងកម្មវិធីហើយអ្វីដែលអ្នកបានរៀននឹងជួយអ្នកឲ្យសម្រេចបាននូវការផ្លាស់ប្ដូរក្នុងជីវិតឥឡូវសូមមើលទៅកាន់មាតិការបស់កម្មវិធីក្នុងមេរៀននីមួយនៃកម្មវិធីនេះផ្ដោតលើប្រធានបទសំខាន់មួយដែលអាចជួយបង្កើនជំនាញដោះស្រាយបញ្ហារបស់អ្នកប្រហែលជាមិនចង់រៀននៅក្នុងល្បឿនលឿនដូចភ្លេចបន្ទូលហើយក៏មិនចង់រៀននៅក្នុងលឿនយឺតមិនទៅមុខដែរដូច្នេះហើយនៅក្នុងកម្មវិធីនេះអ្នកជាអ្នកកំណត់ល្បឿនដែលចង់រៀនដោយខ្លួនឯងមេរៀននីមួយមានការពន្យល់ដ៏ជាក់លាក់និងច្បាស់លាស់ដែលអាចជួយអ្នកឲ្យយល់ពីរឿងដែលគួរឲ្យចាប់អារម្មណ៍ផ្សេងអំពីអារម្មណ៍និងអំពីខ្លួនអ្នកហើយថែមទាំងមានផ្នែកលំហាត់ដែលនឹងជួយអ្នកក្នុងការបូកសរុបនៅអ្វីដែលអ្នកបានរៀននៅពេលអ្នកបញ្ចប់មេរៀននេះអ្នកនឹងមានពេលពី3ថ្ងៃដើម្បីបំពេញកិច្ចការដែលបានដាក់ឲ្យមុនពេលបន្តទៅមេរៀនបន្ទាប់ដើម្បីបញ្ចប់គ្រប់មេរៀនទាំងអស់របស់កម្មវិធីនេះអ្នកត្រូវចំណាយពេលពី6ទៅ10សប្តាហ៍មេរៀនទី1ហៅថាការលើកទឹកចិត្តដើម្បីការផ្លាស់ប្ដូរនៅក្នុងមេរៀននេះអ្នកនឹងរៀនពីរបៀបធ្វើការលើកទឹកចិត្តខ្លួនឯងធ្វើដូច្នេះអ្នកអាចរក្សាការលើកទឹកចិត្តនេះសម្រាប់ខ្លួនឯងមេរៀននេះក៏នឹងជួយអ្នកផងដែរក្នុងការរៀននិងការអនុវត្តជំនាញផ្សេងដែលនឹងណែនាំដោយកម្មវិធីនេះមេរៀនទី2ហៅថាការស្វែងយល់អំពីបញ្ហាផ្លូវអារម្មណ៍មេរៀននេះនឹងផ្ដល់ឲ្យអ្នកនូវគន្លឹះសំខាន់ដើម្បីស្គាល់និងស្វែងយល់ពីប្រភេទនៃបញ្ហាផ្លូវអារម្មណ៍ដែលព័ត៌មានទាំងនេះនឹងក្លាយជាជំនួយដ៏ប្រសើរសម្រាប់អ្នកដើម្បីរៀនពីរបៀបប្រឈមមុខនិងយកឈ្នះលើបញ្ហាមេរៀនទី3ហៅថារៀនធ្វើខ្លួនឲ្យសកម្មមេរៀននេះនឹងបង្រៀនអ្នកឲ្យចេះប្រើប្រាស់ជីវិតយ៉ាងកម្មទោះបីជាជីវិតពេលខ្លះជួបប្រទះភាពបរាជ័យនិងការលំបាកក៏ដោយមេរៀនទី4ហៅថាការរៀនដើម្បីឲ្យមានភាពបត់បែនមានន័យថាការសម្របខ្លួនមេរៀននេះនឹងបង្រៀនអ្នកលើវិធីសាស្ត្រក្នុងការគិតនិងវិធីបកស្រាយស្ថានភាពប្រកបដោយភាពបត់បែនយើងមកមើលរៀនមេរៀនទី5ម្ដងមេរៀននេះហៅថាការរៀនធ្វើខ្លួនឲ្យមានភាពរីករាយនៅក្នុងមេរៀននេះអ្នកនឹងឃើញថាគ្រប់អារម្មណ៍ទាំងអស់គឺចាំបាច់សម្រាប់ការរស់រានមានជីវិតអារម្មណ៍អវិជ្ជមានជួយយើងឲ្យរកឃើញវិធីគេចផុតពីគ្រោះថ្នាក់ដូច្នេះវាមានសារៈសំខាន់សម្រាប់ការសម្របខ្លួនក្នុងរយៈពេលខ្លីអារម្មណ៍វិជ្ជមានក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរព្រោះវាជួយពង្រីកធនធានបញ្ញារាងកាយនិងសង្គមរបស់យើងមេរៀននេះនឹងជួយអ្នកឲ្យឃើញពីសារៈសំខាន់នៃអារម្មណ៍ហើយអ្នកនឹងរៀនពីរបៀបបង្កើតបទពិសោធន៍វិជ្ជមានក្នុងជីវិតរបស់អ្នកមេរៀនទី6ហៅថាការរៀនដើម្បីរស់នៅក្នុងមេរៀននេះអ្នកនឹងរៀនពីភាពខុសគ្នារវាងបទពិសោធន៍វិជ្ជមាននិងសមិទ្ធផលនៃសុខុមាលភាពផ្លូវចិត្តអ្នកនឹងឃើញពីសារៈសំខាន់នៃការកំណត់គោលដៅនិងធ្វើការស្របតាមបន្ទុំតម្លៃដែលអាចជួយអ្នកឲ្យសម្រេចបាននូវអ្វីដែលអ្នករំពឹងទុកសម្រាប់មេរៀនទី7គឺហៅថាការរស់នៅនិងការរៀនអ្នកនឹងឃើញថាគ្រប់បទពិសោធន៍ជីវិតទាំងអស់មានប្រយោជន៍សម្រាប់យើងហើយវាមានសារៈសំខាន់ណាស់ក្នុងការរៀនពីបទពិសោធន៍ជីវិតមេរៀននេះនឹងជួយអ្នកឲ្យមើលឃើញថាជីវិតជាដំណើរការនៃការរៀននិងការរីកចម្រើនរបស់ខ្លួនឯងមេរៀនចុងក្រោយរបស់កម្មវិធីនេះនឹងទុកជាសំណួរបើកហើយមានតែអ្នកប៉ុណ្ណោះដែលអាចឆ្លើយបានចាប់ពីពេលនេះទៅជីវិតរបស់អ្នកជាកម្មសិទ្ធិរបស់អ្នកតើអ្នកចង់ធ្វើអ្វីខ្លះជាមួយជីវិតមួយនេះគឺជាពេលដែលអ្នកគួរតែសួរខ្លួនឯងអ្នកដឹងហើយថាកម្មវិធីនេះបង្កើតឡើងដើម្បីអ្វីសូមបន្តធ្វើនិងទាញយកអត្ថប្រយោជន៍ឲ្យបានច្រើនបំផុតពីវាអ្នកដឹងថាពេលអ្នកនៅផ្ទះអ្នកមានអារម្មណ៍មានផាសុកភាពនិងទំនុកចិត្តឥឡូវនេះសូមមើលពីអ្វីដែលអ្នកត្រូវធ្វើដើម្បីអាចបញ្ចប់កម្មវិធីនេះដោយធានាថាអ្នកបានបញ្ចប់ដោយជោគជ័យ